សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងមកនិយាយអំពីផ្កាត្នោតដែលខ្ញុំទឹមនឹងគៀបណាហើយដល់ពេលខ្ញុំកាត់មុខលើកដំបូងទៅឃើញថាវាស្រក់ល្អសម្រាប់ការធ្វើត្នោតនេះគឺមិនទៀងទេបងប្អូនជួនកាលទៅយើងគៀបត្រូវទៅគឺចាញ់ទឹកល្អអញ្ចឹងទៅពេលខ្លះយើងគៀបអត់សូវត្រូវក៏វាអត់សូវចាញ់ទឹកល្អដែរតោះឥឡូវនេះកុំឲ្យខាតពេលយូរមកមើលខ្ញុំកាត់មុខផ្កាថ្មីនេះទាំងអស់គ្នាហើយសម្រាប់ផ្កាត្នោតឈ្មោលនេះដែរគឺខ្ញុំគៀបវារយៈពេល3ថ្ងៃបងប្អូនតម្រាំតែខ្ញុំបានចិត្តមុខណាប៉ុន្តែគៀបវារយៈពេល3ថ្ងៃនឹងហើយគឺត្រូវត្រាំទឹកវាមកយប់2ថ្ងៃទៀតបងប្អូនឥឡូវនេះយើងចាប់ផ្ដើមសង្កេតមើលថាផ្កាត្នោតដែលយើងទឹមនឹងចិត្តមុខណាឃើញថាវាស្រក់ហើយបងប្អូនហើយសម្រាប់ផ្កាត្នោតឈ្មោលនេះនៅពេលដែលយើងចាត់មុខដំបូងអញ្ចឹងគឺវាមិនទាន់សូវស្រក់ញាប់ល្អទេតតែយើងចាត់វា2-3ថ្ងៃអីទៀតអញ្ចឹងទៅបានវាស្រក់ញាប់ល្អហើយការឡើងត្នោតនេះគឺត្រូវឡើងចាត់ផ្កាវានឹងព្រឹកល្ងាចអញ្ចឹងទៅពេលព្រឹកយើងឡើងចាត់ម្ដងហើយពេលល្ងាចយើងឡើងចាត់ម្ដងទៀតដើម្បីឲ្យផ្កាត្នោតរបស់យើងនឹងគឺវាស្រក់បន្តរហូតកាលណាតែយើងអត់ឡើងចិត្តវាទៀងពេលព្រឹកល្ងាចទេផ្កាត្នោតរបស់យើងគឺនឹងអត់ចេញទឹកទេតែមិនស្រួលហ្នឹងវាអាចនឹងខូចតែម្ដងអញ្ចឹងណាហើយបន្ទាប់ពីខ្ញុំចាត់មើលផ្កានឹងរួចរាល់ហើយឃើញថាវាស្រក់ល្អដែរអញ្ចឹងខ្ញុំក៏យកបំពង់មកត្រង់ដើម្បីចង់ដឹងថាតើវាបានទឹកត្នោតអត់អញ្ចឹងណាកាលណាតែវាបានទឹកហើយគឺដឹងតែជោគជ័យហើយបងប្អូនតោះឥឡូវមកមើលផ្កានេះមួយទៀតបងប្អូនទាំងអស់គ្នាថាតើវាស្រក់ដូចផ្កាមាញ់ដែរអត់ព្រោះអីពេលខ្លះទៅជួនកាលទៅយើងគៀបដូចគ្នាក៏ដោយក៏វាអត់ចាញ់ដូចគ្នាដែរពេលខ្លះណាហើយនៅក្នុងមួយកពើនេះគឺខ្ញុំយកឡើង3កំពង់បងប្អូនយករៀងច្រើនបន្តិចមួយកពើនេះណាដោយសារមួយដើមហ្នឹងវាចេញតែមួយកពើហ្នឹងទេអញ្ចឹងហើយបានខ្ញុំយក3កំពង់ទៅហ្មងទៅកុំឲ្យខាតឥឡូវនេះបន្ទាប់ពីខ្ញុំចាត់ផ្កានេះមួយទៀតគឺឃើញថាផ្កានេះក៏ស្រក់ក៏ល្អគួរសមដូចផ្កាមាញ់ដែរអញ្ចឹងណាតែគ្រាន់តែថាវាអត់សូវស្រក់ល្អទេដោយសារតែយើងទឹមនឹងចាត់មុខដំបូងអញ្ចឹងស្រក់ត្រឹមប៉ុណ្ណឹងគឺយើងគិតថាវាស្រក់ល្អហើយបងប្អូនហើយបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរសម្រាប់វីដេអូមួយនេះបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តនៅវីដេអូរបស់ខ្ញុំនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like ជួយ share និងជួយ follow account របស់ខ្ញុំម្នាក់មួយផងបងប្អូនដើម្បីទទួលបាននៅវីដេអូថ្មីទៀតខ្ញុំនឹងខិតខំព្យាយាមធ្វើវីដេអូឲ្យបានច្រើនដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានយល់ពីការធ្វើត្នោតនេះកាន់តែច្បាស់ហើយវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលដ៏មានតម្លៃមកតាមដានវីដេអូរបស់ខ្ញុំនេះតាំងពីដើមរហូតដល់ចប់